mà nó ọt miền thò nâng tế cứ phản đấy nó chạy hay nè bọn để rồi nơi thì nắng bà san chia phịch bọn phịch bờ lò hay ọt miền pram về thòอย่างtế có tớiแต่ធ្វើឲ្យវានេះក៏នៅធរនឹងមកដែរខ្លឹមសារសម្រាយដែលតកតនៅរឿងរ៉ាវក្នុងសង្គមមនុស្សហើយតកតនឹងព្រំវិហារធម៌4ក៏ដូចជាតកតទៅនឹងទេវតាទេវធីតាទាំង7ហ្នឹងគឺក្នុងន័យដោយមួយយ៉ាងហ្នឹងគឺដូចព្រះអង្គគ្រូបានបកស្រាយហើយក្នុងន័យមួយយ៉ាងទៀតក៏យើងទាញចូលមកតាមផ្លូវធម៌ក៏មានអ្នកប្រាជ្ញបណ្ឌិតជាច្រើនបកស្រាយច្រើនរឿងដែរចំណុចទី1គេបកស្រាយថាទេវធីតាទាំង7អង្គនោះគឺសំដៅដល់ថ្ងៃទាំង7នៃសប្តាហ៍ពីព្រោះយើងមាន7ថ្ងៃក្នុងមួយសប្តាហ៍ហើយ4សប្តាហ៍មួយខែ12ខែបានជាមួយឆ្នាំបើគិតជាមួយឆ្នាំមាន52សប្តាហ៍អញ្ចឹងគ្រប់ថ្ងៃណាមួយក្នុង2សប្តាហ៍ក្នុង7សប្តាហ៍ហ្នឹងឬក៏ក្នុងមួយខែមាន4សប្តាហ៍ហ្នឹងក្តីក្នុងមួយឆ្នាំមាន52សប្តាហ៍ហ្នឹងក្តីគឺគ្រប់ថ្ងៃទាំងអស់សុទ្ធតែមានទេវធីតាអ្នកថែរក្សាពាក្យថាទេវតាហ្នឹងយើងអាចមានន័យច្រើនយ៉ាងប៉ុន្តែទេវតានៅក្នុងន័យនេះគឺសំដៅដល់ពីព្រោះឧទាហរណ៍ឆ្នាំហ្នឹងទេវធីតាឈ្មោះគោរេកទេវីដោយសារតាក់ទងតាមថ្ងៃនីមួយៗគឺច័ន្ទគៀទេវតាឈ្មោះអីពុទ្ធឈ្មោះអីពហោះសកសៃឈ្មោះអីមួយផ្សេងគ្នាអញ្ចឹងទៅនោះមានន័យថាជាការចែករំលែកទី1សំដៅដល់ការចែករំលែកគ្នាថែរក្សាក្បាលកបិលមហាព្រំគឺព្រមវិហារធម៌4នោះមានន័យថាព្រមវិហារធម៌4ត្រូវតែថែរក្សាគ្រប់ពេលវេលាតាំងពីច័ន្ទគៀពុទ្ធពហោះសកសៅទៅឲ្យផ្លាស់វេនគ្នាកុំឲ្យនៅតែដែលណាកុំឲ្យតែថាគោរាកទីវីអត់អត់ទេឆ្នាំក្រោយផ្លាស់គ្នាអញ្ចឹងនោះមានន័យថាគ្រប់គ្នាទាំងអស់សុទ្ធតែដោយព្រះអង្គគ្រូថាអញ្ចឹងសន្តិភាពពិភពលោកកើតពីប្រទេសមួយកើតពីសហគមន៍កើតពីគ្រួសារកើតពីបុគ្គលបើផ្លូវធម៌ស៊ីជម្រៅទៀតបុគ្គលម្នាក់ហ្នឹងដែលអាចធ្វើអាក្រក់បានក៏ដោយសារអំពើអាក្រក់នៅក្នុងផ្លូវចិត្តសរុបទៅគឺចិត្តទៀតណាតកតូនទៅចិត្តទៀតអញ្ចឹងល្អឬអាក្រក់មកពីចិត្តហ្នឹងម្យ៉ាងទៅម្យ៉ាងទៀតទេវធីតាទាំង7អង្គហ្នឹងក៏ក្នុងន័យមួយទៀតគេបញ្ជាក់ថាបុរាណអាចារ្យបញ្ជាក់ថាសំដៅដល់ទេវធម៌ទាំង7ដែរឬក៏អរិយទ្រព្យទាំង7មានសទ្ធាមានសិលមានហិរិមានអោតបៈមានសោតៈមានចាកៈមានបញ្ញាណាសទ្ធាសីលៈហិរិអោតបៈសោតៈចាកៈបញ្ញាបើយើងនិយាយក្នុងទេអរិយទ្រព្យទាំង7នេះឬក៏ទេវធម៌ទាំង7នេះមានសទ្ធាជាខាងដើមមានបញ្ញាជាខាងចុងនៅក្នុងបរមត្ថនៅក្នុងអភិធម្មសោបនៈចេតសិក25មានសទ្ធាជាខាងដើមមានបញ្ញាជាខាងចុងហើយអង្គធម៌ផ្សេងៗគឺនៅក្នុងនឹងទាំងអស់ដែរមានន័យថាក្រុមកុសលវាកើតមកក្រុមមួយជាមួយកុសលយ៉ាងទៅអញ្ចឹងមានសទ្ធាឲ្យជាទូទៅពេលដែលមានសទ្ធានៅទីណាបញ្ញានៅទីនោះអញ្ចឹងធម៌ទាំង7នេះឲ្យឈ្មោះថាអរិយធម៌ឬឲ្យឈ្មោះថាទេវធម៌ពិសេសគឺហេរិអោតបៈហ្មងដោយមានគាថាមួយព្រះអង្គសម្ដែងថាហេរិអោតបសម្បណ្ណាសកធម្មសមាហេតាសន្តោសពរិសាលោកេទេវធម្មេតវិចរេមានន័យថាសពរោះទាំងឡាយអ្នកមានចិត្តស្ងប់រងាប់បរិបូរណ៍ដោយហិរិនិងអោតបៈជាអ្នកមានចិត្តតម្កល់នៅក្នុងធម៌សជាអ្នកមានចិត្តតម្កល់នៅក្នុងធម៌សបរិបូរណ៍ដោយហិរិនិងអោតបៈអ្នកប្រាជ្ញពោលថាជាអ្នកមានទេវធម៌ក្នុងរូបទេវធម៌ណាហិរិនិងអោតបៈហ្នឹងមានទានទៅកុសលទាំងឡាយនឹងកើតចម្រើនឡើងព្រោះមានហេរិនិងអោតបៈហើយដល់ពេលដែលអត់ហេរិនិងអោតបៈហើយអកុសលធម៌ទាំងឡាយប្រកបជាកើតឡើងហើយនឹងបានរហូតដល់ថាព្រះពុទ្ធព្រះអង្គសម្ដែងថាហេរិនិងអោតបៈនេះជាលោកបាលធម៌អញ្ចឹងព្រះអង្គគ្រូត្រូវបន្ស៊ីគ្នាជាមួយនឹងទេវតារក្សាលោកត្រូវនឹងព្រំរក្សាលោកនៅក្នុងន័យអសរសិលណាដែលថាហេរិនិងអោតបៈជាលោកបាលធម៌គឺធម៌រក្សាលោកណាថែរក្សាលោកហ្មងគឺហិរិនិងអោតបៈនេះជាប្រភពធំណាហើយបើបាត់ហិរិនិងអោតបៈរក្សាលោកមិនលោកលោកហ្នឹងគឺអ្នកវោហ៎ណាសូមថាអរគុណមកគ្រូពាក្យថាលោកៈនេះមែនទែនទៅជាសំដៅដល់មនុស្សលោកឬក៏ភពផែនដីឬក៏លោកទាំង3ផែនដីនេះលោករូបលោកអរូបលោកអីចឹងទៅហើយបើពាក្យថាលោកៈហ្នឹងក៏នៅក្នុងន័យរូបស័ព្ទត្រង់មកលោកៈប្រែថាវិញ្ញាបានន័យថាវាកើតឡើងហើយរលត់ទៅវិញអានោះតាមបែបធម្មជាតិប៉ុន្តែលោកៈក្នុងទីនេះធរសាលោកគឺសំដៅដល់លោកទាំង3គឺមនុស្សលោករូបលោកអរូបលោកចឹងទៅកណាអញ្ចឹងលោកបាលធម៌នេះសំខាន់ណាបាត់
បាត់ហើយរអតបៈហើយគឺពិភពលោកនឹងវិនិច្ឆ័យវិន័យហើយក៏ដូចជាបើបាត់ព្រមវិហារធម៌4ហើយពិភពលោកក៏នឹងវិនិច្ឆ័យដែរដូចនេះគឺជាខ្លឹមសារមួយដែលខ្ញុំណាឃើញសិក្សាស្រាវជ្រាវឃើញអញ្ចឹងហើយអ្នកប្រាជ្ញជាច្រើនបានបកស្រាយបែបអញ្ចឹងហើយខុសត្រូវណាបងគ្រូមានអ្វីបន្ថែមទៀតទេណាក្នុងរឿងទាំងអស់នេះខ្ញុំណាចង់យកចំណុចមួយទៀតដែលយកមកពិភាក្សាគ្នាទាក់ទងសេរី3ប្រការសេរី3ប្រការនៅក្នុងទ្រឹស្ដីពុទ្ធនិយមគឺឬក៏ពុទ្ធចក្រហ្នឹងគឺយើងថាក្នុងនោះគឺលោកបានដាស់តឿនបានផ្ដល់ឱវាទថាយើងទាំងអស់គ្នាក៏បីធ្វើល្អណាធ្វើល្អដោយកាយធ្វើល្អដោយវាចាធ្វើល្អដោយចិត្តឬក៏អត្តន័យនៃសេរី3ប្រការហ្នឹងតេតងនឹងលុបមុខតេតងនឹងទឹកស្លាបអននៅលើដើមទ្រូងតេតងនឹងលាងជើងជូតជើងសម្អាតជើងអីហ្នឹងវាតេតងនឹងកាយកម្មវិច័យកម្មនិងមនោកម្មណា3ចឹងហើយបានលោកសង្កត់ធ្ងន់ថាឲ្យមានការធ្វើទានបរិច្ចាគទានបរិច្ចាគធនធានណាលះបង់នៅអ្វីដែលខ្លួនហួងហែងដែលខ្លួនគិតថាជាទៀងហ្នឹងគឺថាវារបស់ហ្នឹងវាមិនទៀងទេត្រូវតែលះបង់ឲ្យមុននឹងកើតទៅជារបស់មិនទៀងឬក៏របស់ដែលអត់ខ្លឹមសារអត់ន័យឬក៏វាចង់និយាយថាវាប្រែប្រួលវាខូចខាតវាបាត់បង់វាវិនិច្ឆ័យវាអីដល់កាលណាមួយហ្នឹងវាទាក់ទងនឹងការលះបង់ការបរិច្ចាគបើសិនជាយើងមិនលះបង់ពីការហួងហែងការប្រមូលផ្ដុំនៅក្នុងសេចក្តីសំណាញ់សោកអោបកសោបនៅក្នុងសេចក្តីសំណាញ់នៃវិថីចិត្តហ្នឹងទេគឺរបស់ហ្នឹងក៏គង់តែវិនិច្ឆ័យគង់តែបាត់បង់ឬក៏ព្រាត់ប្រាសចាកខ្លួនយើងម្នាក់ហ្នឹងទៅពេលណាមួយថ្ងៃណាមួយហ្នឹងក្នុងនៃនឹងហើយម្យ៉ាងទៀតគឺឲ្យរក្សាសិលធ្វើចិត្តឬក៏ចេតនាកម្មលះបង់វាចាកនៅបញ្ចវេរាជាដើមហើយនឹងឲ្យចម្រើនមេត្តាភាវនាធ្វើឲ្យជំនាញឬក៏បញ្ញានឹងវាកើតឡើងទៅធ្វើឲ្យភ្លឺថ្លាធ្វើឲ្យមើលផ្លូវច្បាស់ណាមើលផ្លូវច្បាស់ឬក៏យល់ត្រូវត្រង់តាមទ្រឹស្ដីពុទ្ធនិយមចង់និយាយថាការឲ្យធ្វើប្រៀបធៀបនឹងសេរី3ប្រការដែលលើកមកខាងដើមហើយឲ្យដើម្បីឲ្យបានជាសេរីពិតប្រាកដហ្នឹងគឺឲ្យធ្វើល្អគ្មានអ្វីពីក្រៅពីការធ្វើល្អហ្នឹងទេធ្វើល្អដោយកាយដោយវាចាដោយចិត្តឬក៏ក្នុងន័យហ្នឹងដែលយើងទទួលសេរី3ប្រការដោយស្វ័យប្រវត្តិដោយការបំពេញសេចក្តីល្អរបស់យើងសេចក្តីល្អដោយផ្លូវកាយផ្លូវវាចាផ្លូវចិត្តហ្នឹងមិនចាំបាច់ណាឲ្យលើកមកឲ្យឬក៏ជូនពរឬក៏អីណាបងគ្រូតើតើនឹងការជូនពរខ្ញុំណាចាប់អារម្មណ៍នឹកឃើញយើងចាំមើលបងគ្រូយល់យ៉ាងម៉េចដែរឬក៏បងគ្រូវិរិយបណ្ឌិតខ្ញុំណាឃើញសង្កេតឃើញថារាល់ឆ្នាំឲ្យតែមានពិធីបុណ្យចូលឆ្នាំអញ្ចឹងឬក៏បុណ្យអីផ្សេងក៏ដោយបុណ្យធំថ្នាក់ជាតិអីចឹងទៅឬក៏បុណ្យជាតិណាពេលបុណ្យអន្តរជាតិក៏ដូចគ្នាដែរព្រោះដូចជាបុណ្យចូលឆ្នាំសកលផងដែរបុណ្យចូលឆ្នាំបុណ្យអីផ្សេងទៀតមិនមានបុណ្យជាតិបុណ្យអន្តរជាតិហើយយើងតែងតែសង្កេតឃើញអ្នកតូចជូនពរអ្នកធំអ្នកក្រជូនពរអ្នកមានអ្នក